ក្នុងរយៈពេល4ឆ្នាំនៃសង្គ្រាមនៅអ៊ុយក្រែនបានផ្លាស់ប្ដូរយ៉ាងខ្លាំងដល់ទិដ្ឋភាពពិភពលោកអ្វីដែលបានចាប់ផ្ដើមគឺជាការឈ្លានពានតំបន់មួយហើយបានក្លាយជាចំនួនដែលកំណត់ឡើងវិញនៅសង្គ្រាមសម័យទំនើបការប្រែប្រួលតុល្យភាពអំណាចពិភពលោកនឹងបង្ខំឲ្យអឺរ៉ុបពិចារណាឡើងវិញអំពីសុវត្ថិភាពរបស់ខ្លួនសម្រាប់អ៊ុយក្រែនសង្គ្រាមនេះគឺជាការប្រយុទ្ធដើម្បីរស់រានមានជីវិតយ៉ាងឥតឈប់ឈរទីក្រុងជាច្រើនត្រូវបានបំផ្លាញគ្រួសារត្រូវបានបំបែកនិងសហគមន៍ទាំងមូលត្រូវបានបំលែងដោយការបាត់បង់ទោះបីជាមានភាពនឿយហត់និងរបួសផ្លូវចិត្តយ៉ាងណាក៏ដោយប្រជាជនអ៊ុយក្រែនជាច្រើននៅតែបន្តប្រយុទ្ធព្រោះពួកគេមើលឃើញថាមិនមានជំរឿនផ្សេងទៀតនោះឡើយការតស៊ូរបស់ពួកគេមិនត្រឹមតែការពារអធិបតេយ្យភាពជាតិប៉ុណ្ណោះនោះទេប៉ុន្តែថែមទាំងដើរតួយ៉ាងសំខាន់ជារបាំងការពារដល់អឺរ៉ុបពីការប៉ះទង្គិចផ្ទាល់ជាមួយរុស្ស៊ីផងដែរទោះជាយ៉ាងណាប្រទេសលោកខាងលិចកំពុងប្រឈមមុខនឹងភាពជាប់ស្ទះយ៉ាងស្មុគស្មាញមួយរដ្ឋាភិបាលនិងប្រជាពលរដ្ឋជាច្រើនប្រាថ្នាឲ្យសង្គ្រាមបញ្ចប់ឆាប់ៗដោយសារសម្ពាធសេដ្ឋកិច្ចថ្លៃថាមពលកើនឡើងនិងថវិកាការពារជាតិដែលត្រូវបង្ខំសម្រាប់ការរស់នៅប៉ុន្តែការគ្រប់គ្រងយោធាដែលមិនទៀងទាត់និងមានកម្រិតបានធ្វើឲ្យអ៊ុយក្រែនត្រូវបន្តសង្គ្រាមយូរឡើងជាងមុនការចំណាយយ៉ាងប្រុងប្រយ័ត្នរបស់អឺរ៉ុបនៅថ្ងៃនេះអាចនាំឲ្យមានការចំណាយធំជាងមុននៅថ្ងៃក្រោយប្រសិនបើរុស្ស៊ីត្រូវបានលើកទឹកចិត្តឲ្យរំលងទៅជិតព្រំដែននៃអង្គការ NATO ការគ្រប់គ្រងយ៉ាងធំធេងពីសហរដ្ឋអាមេរិកក្នុងឆ្នាំដំបូងបានថយចុះហើយភាពមិនប្រកបអំពីការបដិញ្ញាចិត្តរយៈពេលវែងរបស់លោកខាងលិចកំពុងបន្តប៉ះពាល់ដល់ស្ថានភាពលើសមរភូមិជាក់ស្ដែងផងដែរផ្នែកការទូតក៏ត្រូវបានរំខានផងដែរវិធីសាស្ត្រចរចាដែលមិនប្រក្រតីក្រោមការដឹកនាំរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានបំបែកចេញពីប្រពៃណីនៃការចរចារយៈពេលជាច្រើនទសវត្សរ៍ដែលផ្អែកលើស៊ុំរចនាសម្ព័ន្ធនិងលំដាប់ជាក់លាក់ទោះជាយ៉ាងណាលទ្ធផលជាក់ស្ដែងនៅតែមានកម្រិតដោយមានតែការឈប់បាញ់បណ្ដោះអាសន្ននិងកិច្ចព្រមព្រៀងខ្សោយៗប៉ុណ្ណោះគណៈពេលដែលមន្ត្រីលោកខាងលិចមួយចំនួនសង្ឃឹមថាសម្ពាធសេដ្ឋកិច្ចឬកង្វះកម្លាំងមនុស្សរបស់រុស្ស៊ីអាចបញ្ចប់សង្គ្រាមបានសេចក្តីសង្ឃឹមមិនអាចជាយុទ្ធសាស្ត្របានឡើយហើយទីក្រុងមូស្គូបានបង្ហាញពីភាពអត់ធ្មត់និងភាពរឹងមាំទោះបីជាមានទណ្ឌកម្មយ៉ាងណាក៏ដោយផ្នែកយោធាអ៊ុយក្រែនបានក្លាយជាកន្លែងសាកល្បងនៃសង្គ្រាមអនាគតការអភិវឌ្ឍយ៉ាងលឿននៃបច្ចេកវិទ្យាដ្រូនបានផ្លាស់ប្ដូរការប្រយុទ្ធទៅជាសមរភូមិពាក់កណ្ដាលស្វ័យប្រវត្តិដែលការច្នៃប្រឌិតអាចផ្លាស់ប្ដូរនៅក្នុងរយៈពេលត្រឹមតែប្រមាណសប្តាហ៍ប៉ុណ្ណោះភាគីទាំងពីរបន្តប្រយុទ្ធប្រកួតប្រជែងក្នុងការប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិនិងអាវុធឆ្លាតវៃកាន់តែខ្លាំងឡើងសង្គ្រាមនេះមិនត្រឹមតែជាការប្រយុទ្ធលើដីប៉ុណ្ណោះនោះទេប៉ុន្តែជាការប្រកួតប្រជែងលើបច្ចេកវិទ្យានិងអនាគតនៃសង្គ្រាមសតវត្សទី21ផងដែរលើសពីយុទ្ធសាស្ត្រនិងភូមិសាស្ត្រនយោបាយសង្គ្រាមនេះនៅតែជារឿងរបស់មនុស្សយ៉ាងជ្រាលជ្រៅនិងស៊ីជម្រៅជាងមុនសម្រាប់ប្រជាជនអ៊ុយក្រែនការផ្លាស់ប្ដូរអំណាចពិភពលោកនិងការចរចាការទូតមានន័យថាភាពភ័យខ្លាចការឈឺចាប់និងការបាត់បង់ជារៀងរាល់ថ្ងៃទីហ៊ាននៅខ្សែបន្ទាត់មុខប្រឈមនឹងភាពនឿយហត់គណៈប្រជាពលរដ្ឋរស់នៅក្រោមការគំរាមកំហែងពីមីស៊ីលនិងដ្រូនទោះបីជាប្រឈមមុខនឹងការលំបាកទាំងនេះក្តីសង្ឃឹមនិងភាពរឹងមាំនៅតែមានបន្ទាប់ពី4ឆ្នាំសង្គ្រាមនេះមិនត្រឹមតែបំលែងផែនទីនិងសម្ព័ន្ធភាពប៉ុណ្ណោះនោះទេប៉ុន្តែបានផ្លាស់ប្ដូរមូលដ្ឋានគ្រឹះផ្លូវចិត្តនិងយុទ្ធសាស្ត្រនៃរបបអន្តរជាតិទាំងមូលផងដែរ